ទស្សនិកជនជាទីគោរពគណៈនេះសូមអញ្ជើញលោកនាងបន្តតាមដានទស្សនានៅព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិពីបណ្ដាញប៉ុស្តិ៍ព័ត៌មាន BTV សម្រាប់ព័ត៌មានសេដ្ឋកិច្ចជាតិពុស្ដាជាដំបូងនេះគឺតាក់ទងទៅនឹងគម្រោងខុនដូនៅជាយក្រុងមួយនៃរាជធានីភ្នំពេញដែលមានឈ្មោះថា ASIS គឺបានសហការជាមួយនឹងធនាគារ Philip និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិនដើម្បីជំរុញដល់ការលក់គម្រោងខុនដូឲ្យបានឆាប់រហ័សជូនទៅដល់អតិថិជនព្រោះថាគម្រោងនឹងមានទីប្រឹក្សាក្នុងវិស័យហិរញ្ញវត្ថុនិងវិស័យធានារ៉ាប់រងដែលអាចឲ្យអតិថិជនធ្វើការស្វែងរកទុននិងការធានាណាមួយរាល់ពេលមានហានិភ័យលោកអែនតូនីអង្គនាយកគ្រប់គ្រងក្រុមហ៊ុន Spring CGW Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូអាស៊ីបានឲ្យដឹងក្នុងពិធីការពិពេលថ្មីនេះថាការវិនិយោគលើគម្រោងខុនដូអាស៊ី Resident មានសារៈប្រយោជន៍ចំពោះអ្នកវិនិយោគដោយសារតែគម្រោងខុនដូនេះស្ថិតនៅទីតាំងមួយដែលនៅជិតប្រលានយន្តហោះមានសាលារៀនអន្តរជាតិល្បីៗនិងជិតផ្សារទំនើបនិងមិនឆ្ងាយពីមន្ទីរពេទ្យផងដែរលោកនិយាយថាខ្ញុំនឹងយកការរស់នៅបែបទំនើបដូចជានៅប្រទេសសិង្ហបុរីមកជូនប្រជាពលរដ្ឋកម្ពុជាដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានលក្ខណៈទំនើបនិងស៊ីវិល័យដូចប្រទេសរីកចម្រើនដែរគម្រោងខុនដូអាស៊ីបានគិតគូរបញ្ហាចម្បងមួយចំនួនសម្រាប់អ្នកស្នាក់នៅទីនោះដោយមិនមែនត្រឹមតែសាងសង់ហើយលក់ជូនអតិថិជននោះទេព្រោះថាអាស៊ីបានគិតគូរជាចម្បងនោះគឺការដោះស្រាយបញ្ហាយានយន្តខណៈបញ្ហាចំណុចនេះបានកើនឡើងនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញដោយនេះហើយដើម្បីឲ្យអតិថិជនងាយស្រួលចេញចូលអាស៊ីបានសាងសង់ចំណុចធំទូលាយនិងមានច្រើនជាន់មិនតែប៉ុណ្ណោះនៅក្នុងគម្រោងខុនដូនេះក៏មានអាងហាត់ទឹកពីកន្លែងហាត់ប្រាណដោយស្នាក់នៅមិនចាំបាច់ធ្វើដំណើរទៅរកសេវាហាត់ប្រាណខាងក្រៅឡើយតំណាងធនាគារ Philip របស់ប្រទេសសិង្ហបុរីបានឲ្យដឹងថាធនាគារ Philip នឹងរងចាំផ្ដល់ប្រឹក្សារកដំណោះស្រាយហិរញ្ញវត្ថុដល់អតិថិជនប្រសិនអតិថិជនត្រូវការជាវឬវិនិយោគលើគម្រោងខុនដូអាស៊ីPhilip Bank មានបទពិសោធន៍យូរមកហើយលើវិស័យហិរញ្ញវត្ថុនៅបណ្ដាប្រទេសជាច្រើនដោយនេះនៅក្នុងប្រទេសកម្ពុជា Philip នឹងអាចផ្ដល់នៅអ្វីដែលប្រជាជនកម្ពុជាត្រូវការសម្រាប់ធ្វើឲ្យជីវិតល្អប្រសើរលោកច័ន្ទរដ្ឋានាយកទីផ្សារនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife បានលើកឡើងដែរថារយៈពេល4ឆ្នាំនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា Manulife បានវិនិយោគអស់ទឹកប្រាក់ប្រមាណជាង$30 លានសហរដ្ឋអាមេរិកដែលជាការវិនិយោគដ៏ធំមួយសម្រាប់ក្រុមហ៊ុន Manulifeលោកនិយាយទៀតថាក្នុងមួយឆ្នាំManulifeទូទាំងពិភពលោកបានផ្ដល់ប្រាក់សំណងប្រមាណជាង$20 លានសហរដ្ឋអាមេរិកក្នុងនោះកម្ពុជាក៏ត្រូវបានក្រុមហ៊ុនយើងផ្ដល់ជូនអតិថិជនជាបន្តបន្ទាប់ដែរជាក់ស្ដែងកាលពីដើមខែមេសាឆ្នាំ2016 Manulife បានផ្ដល់ប្រាក់សំណងជូនគ្រួសារអតិថិជនដែលបាត់បង់អាយុជីវិតដែលគ្រោះថ្នាក់ចរាចរណ៍ចំនួន$60,000សហរដ្ឋអាមេរិកសម្រាប់ដោះស្រាយហិរញ្ញវត្ថុគ្រួសារដែលក្នុងនោះយើងដឹងថាអ្នកដែលស្លាប់បានជំពាក់លុយធនាគាររាប់ម៉ឺន$ដោយនេះប្រាក់សំណងដែលយើងផ្ដល់ឲ្យនោះនឹងចាត់ចែងបំណុលសម្រាប់ជនរងគ្រោះបាននិងសល់សម្រាប់ប្រកបរបរនិងផ្ដល់សម្ភារៈផ្គត់ផ្គង់កូនសិក្សាផងដែរចា៎ឡើយសូមបន្តទទួលជ្រាបនៅព័ត៌មាន